ជាបឋមខ្ញុំប្រកាសណាសនមស្ការថយបង្គំនៅបរតនត្រ័យទាំង3មានពុទ្ធរតនៈបឋមរតនៈព្រះសង្ឃរតនៈដោយស្អីគ្រប់និងស្អីជាថ្លាដែលយ៉ាងកាលេងថានេះខ្ញុំប្រកាសណានឹងអរតនីអំពីព្រះធัวមកសម្ដែងចេជាធម្មទានដើម្បីឧបាសកឧបាសិកាប្រកាសណាគុំម្ចាស់បងប្អូនប្រុសស្រីទាំងអស់ដែលជាអ្នកតាមដាននៅក្នុងការសិក្សានៅព្រះធัวនៅមួយរយៈនេះខ្ញុំអត់បានចែករំលែកព្រះធัวនៅក្នុង YouTube ខ្ញុំបានទេគឺដោយសារតែខ្ញុំពេលណាខ្ញុំបាទហ្នឹងគឺរវល់មកបានធ្វើណាមួយទៅ YouTube ខ្ញុំក៏វាច្រើនដែរណាខ្ញុំធ្វើនឹងវាច្រើនមាន YouTube សង្គមហើយ YouTube នៅក្នុងព្រះធัว YouTube ចែករំលែកអំពីការអានសភៅនោះគឺមានច្រើនហើយ YouTube កាត់សក់ទៀតអញ្ចឹងគឺធ្វើឲ្យខ្ញុំនឹងអត់មានពេលវេលាដើម្បីនឹងចែករំលែកអំពីព្រះធัวទេណាមួយយើងជាប់នៅក្នុងការធ្វើការផងអញ្ចឹងគឺយើងក៏មិនមានពេលវេលាដើម្បីនឹងចែករំលែកនៅព្រះធัวប៉ុន្តែក៏មិនភ្លេចដែរឧបាសកឧបាសិកាប្រកាសណាគុំម្ចាស់ទាំងអស់ដែលបានចូលស្ដាប់អំពីព្រះធัวដែលខ្ញុំប្រកាសណាចែករំលែកហើយចុះស្ដាប់ទៅសង្ឃឹមថាបានជាប្រយោជន៍បានការអប់រំទូមានចិត្តកុំអោយចិត្តនឹងឯងរវើរវាយជាធម្មទាននៅក្នុងថ្ងៃនេះគឺសុខក្រៅអំពីសេចក្តីស្ងប់មិនមានយើងដឹងថាយើងម្នាក់គឺតែងតែប្រាថ្នាចង់បាននេះចង់បាននោះណាចង់បាននេះចង់បាននោះអីផ្សេងជាទ្រព្យសម្បត្តិជាវត្ថុខាងក្រៅជារបស់ប្រើប្រាស់អីផ្សេងយើងចង់បានយើងគិតថាទាំងអស់នោះឯងគឺសេចក្តីត្រូវការសេចក្តីស្ងប់របស់ខ្លួនឯងប៉ុន្តែចំណែកការចង់បានទាំងអស់នោះឯងគឺមិនប្រព្រឹត្តទៅដើម្បីបានសេចក្តីសុខទេគឺកាលណាតែមានវត្ថុនឹងឯងកាន់តែច្រើនណាមានវត្ថុជាទីស្រឡាញ់នឹងឯងកាន់តែច្រើនគឺយើងកាន់តែមានសេចក្តីខ្វល់ខ្វាយមានការភ័យខ្លាចខ្លាចគេយកខ្លាចគេធ្វើបែកខ្លាចគេធ្វើខូចអីផ្សេងណានឹងគឺរត់តែធ្វើឲ្យយើងឯងកាន់តែកើតទុកកាន់តែខ្វល់ខ្វាយហ្នឹងគឺយើងតែងតែប្រាថ្នាថាចង់បាននេះចង់បាននោះអញ្ចឹងទៅតែបានមកគឺសុខហើយហ្នឹងគឺជាការយល់ផនយើងប៉ុន្តែចំណែកនៃព្រះធัวគឺអត់អញ្ចឹងទេគឺអ្នកដែលស្ងប់ថារងាប់នៅការចង់បានរងាប់នៅក្នុងការត្រូវការផ្សេងណាការរងាប់ចិត្តទាំងអស់នោះឯងគឺធ្វើឲ្យចិត្តរបស់យើងឯងកាន់តែស្ងប់ណាព្រោះកាលណាតែវាមិនកាត់ឡើងអកុសលទាំងឡាយហ្នឹងគឺចិត្តស្ងប់ហើយអញ្ចឹងបានជាលោកទៅចម្រើននៅវិបស្សនាឬក៏ចម្រើននៅកម្មដ្ឋានអីផ្សេងទៅយូរទៅគឺលោកមានការនឿយណាយនៅវត្ថុខាងក្រៅណាមិនអាចយកអ្វីទៅតាមខ្លួនបានមិនអាចយករបស់ណាដែលទៅតាមខ្លួនបានពេលដែលយើងស្រាប់ទៅណាគឺមិនអាចយកទៅតាមខ្លួនបានអញ្ចឹងក៏លោកនឿយណាយទាំងអស់នោះឯងលោកបដិបត្តិធัวគឺរំលត់នៅការចង់បានរំលត់នៅការជីវិតនឹងមិនអោយកើតទៀតគឺលោកប្រាថ្នាតែនិព្វានមួយតែប៉ុណ្ណោះព្រោះតែសេចក្តីស្ងប់នឹងឯងគឺបើយើងមិនរំលត់នៅការចង់បានទេយើងនៅតែចង់បានទេហើយយើងប្រាថ្នាឲ្យយើងនឹងឯងទៅបានសេចក្តីសុខមិនបានបើយើងប្រាថ្នាចេះតែចង់បានរបស់នេះរបស់នោះអីមកទៀតអញ្ចឹងទៅសួរថាយើងទៅបានស្ងប់មិនបានព្រោះតែកាលណាចង់បានមកគឺវានាំឲ្យយើងនឹងឯងខ្វល់ខ្វាយច្រើននាំឲ្យយើងនឹងឯងពិបាកថែទាំច្រើនខ្ញុំមិនបាច់ថាវត្ថុខាងក្រៅទេសូម្បីតែរូបរាងកាយរបស់យើងនេះក៏ពិបាកថែបានដែរថែសក់ផងថែកញ្ចក់ផងថែស្បែកផងថែគ្រប់សពមួយថ្ងៃងូតទឹក2 3 ដងឃើញហើយត្រូវរកអីមកហូបកុំឲ្យវាឃ្លានកុំឲ្យវាលំបាកឃើញអត់អញ្ចឹងគឺការខកខ្វល់ហ្នឹងគឺវាមានច្រើនមែនទែនអញ្ចឹងគឺការខកខ្វល់ទាំងអស់នេះឯងគឺមិនធ្វើឲ្យយើងនឹងឯងឈានទៅរកសេចក្តីស្ងប់បានទេព្រោះកាលណាបើយើងអត់សូមមានពេលទនេដើម្បីអប់រំចិត្តទេយើងខ្វល់ខ្វាយធ្វើនេះធ្វើនោះអីផ្សេងទៀតគឺវាខកខ្វល់ច្រើនអញ្ចឹងទៅគឺការបដិបត្តិនៅព្រះធัวគឺអត់សូវមានទេដោយសារខ្ញុំនិយាយតែយើងនឹងបញ្ញានឹងឯងមិនទាន់ចាស់ខ្លាគឺនៅខ្សោយអញ្ចឹងគឺយើងត្រូវការពេលវេលាស្ងាត់ត្រូវការពេលការអប់រំត្រូវការស្ដាប់នៅព្រះធัวនឹងញយណាឃ
ឃើញព្រះសង្ឃលោកពីកាលមុនហ្នឹងគឺព្រះសង្ឃឯងតែងតែលះកូនសិទ្ធិអញ្ចឹងលះទ្រព្យសម្បត្តិទៅបួសដើម្បីមានពេលវេលានឹងឯងមកទូលមានចិត្តមានពេលវេលានឹងឯងមកទូលមាននកាយកុំអោយកាយនឹងឯងមានការខ្វល់ខ្វាយច្រើនអញ្ចឹងទៅការបដិបត្តិនៅពធួនឯងគឺចេះតែខ្សោយទៅដូចថាបួសអញ្ចឹងកាលណាដែលទូនឹងមានពេលវេលាច្រើនមានការពេលសិក្សាស្ដាប់ធัวច្រើនអញ្ចឹងទៅធ្វើឲ្យបញ្ញាយើងចេះតែកើតឡើងយើងចេះតែបដិបត្តិបានយើងចេះតែធ្វើបានតែដល់ពេលយើងរវល់ពេករវល់ធ្វើនេះរវល់ធ្វើនោះពេកពេលវេលានៅក្នុងការអប់រំទូមានចិត្តក៏អត់មានដែរអញ្ចឹងតែបើសិនតែគេអ្នកដែលមានបញ្ញាចាស់ខ្លាហើយគឺមិនចាំបាច់ទេមានពេលវេលាទៅរកកន្លែងស្ងាត់អីទេគឺគេចម្រើនវិបស្សនាគេរលឹកគាត់តែការធ្វើហ្នឹងគឺប៉ះអីផ្សេងប៉ះអីផ្សេងគឺគាត់តែរឹងជាខណៈដីអីមកប្រកបវាមិនមែនសត្វមិនមង្គលអីទៀតអាហ្នឹងគេមានបញ្ញាចាស់ខ្លាំងគឺគេគិតឃើញអញ្ចឹងតែសួរថាយើងដែលមិនមានបញ្ញានឹងឯងចាស់ខ្លាំងយើងទៅនឹកឃើញអញ្ចឹងបានអត់បើយើងក៏អត់ដែលបានរៀនអត់ដែលបានអីផងទុកឃើញអញ្ចឹងអត់សតិនឹងវាកាត់ឡើងអត់គឺអត់ទេអត់កាត់ឡើងទេអត់ពេលអត់កាត់ឡើងមិនដែរពេលអត់កាត់ឡើងគឺមានតែប៉ះទៅគឺអញនេះប៉ះអញ្ចឹងទៅអញ្ចឹងគេរឹតតែខ្វល់ខ្វាយនឹងឯងកាន់តែច្រើនអញ្ចឹងការអប់រំទូមានចិត្តនឹងឯងក៏វាអត់សូវមានដែរអញ្ចឹងយើងចង់ឲ្យសតិទាំងអស់នឹងវាកាត់ឡើងចង់ឲ្យបញ្ញានឹងវាកាត់ឡើងធ្វើឲ្យចង់ឲ្យបញ្ញានឹងវាចាស់ខ្លាទោះតែយើងឯងស្ដាប់នៅពធัวញយទៅគឺវាអាចនឹងកាត់ឡើងមកហើយមិនមែនជាការបង្ខំទេគឺវាបញ្ញានឹងវាកាត់ឡើងមកគឺវាដឹងអញ្ចឹងកាត់ឡើងមកដឹងអញ្ចឹងវាធ្វើតួនាទីរបស់វាថាប៉ុណ្្នឹងឯងតែប្រកាន់ណាដែលយើងនៅមិនដែលស្ដាប់ធัวសោះហើយដល់ពេលយើងឲ្យទាំងអស់នឹងវាកាត់ឡើងធัวទាំងអស់នឹងវាកាត់ឡើងគឺមិនអាចទេអញ្ចឹងកាលណាបើយើងមិនធัวទាំងអស់នោះមិនកាត់ឡើងសួរថាយើងអាចកាត់នៅវត្តដាក់សង្សារនេះឲ្យខ្លីបានអត់អញ្ចឹងគឺវានៅខ្វល់ខ្វាយនឹងឯងច្រើនហើយកើតរត់ជាតិនឹងគឺវាលំបាកនឹងឯងច្រើនអញ្ចឹងសក្អីសុខសក្អីស្ងប់នឹងឯងកើតឡើងអត់កើតឡើងទេបើយើងនៅតែអញ្ចឹងនៅតែធ្វើបច្ចុប្បន្នអញ្ចឹងនៅតែមិនបដិបត្តិធัวសួរថាបានសក្អីសុខនឹងឯងមកអត់ទេខ្ញុំឧទាហរណ៍ថាបងប្អូនមិនឈានជើងទៅរកទឹកទេហើយចង់ឲ្យតពាំងនឹងវាមករោយើងវិញណាចង់ឲ្យវាដើរមករោយើងវិញបានអត់បានទេអញ្ចឹងការដូចគ្នាកាលណាបើយើងបដិបត្តិធัวយើងសិក្សានៅពធัวយើងអប់រំទូមានចិត្តធ្វើឲ្យចិត្តរបស់យើងឯងកាន់តែស្ងប់ធ្វើឲ្យចិត្តរបស់យើងឯងឈានទៅរកដល់នៅព្រះនិព្វានគឺសេចក្តីសុខនឹងជាចុងក្រោយខ្ញុំកណ្ណាចែករំលែកនៅពធัวមានប្រមាណប៉ុណ្ណឹងហើយសូមប្រគេនដល់បកណ្ណាគុំម្ចាស់គ្រប់ព្រះអង្គនឹងចែកជូនដល់លោកយាយលោកតាបងប្អូនប្រស័យបាសកបាសកាទាំងអស់ឲ្យបានបុណ្យព្រោះនៅខ្ញុំកណ្ណាដែរសូមអនុមោទនា